ក្នុងអេពីសូតបន្ទាប់នេះចាប់ផ្ដើមឡើងដែលយើងបានឃើញថាពេលនេះដែរ Firen នេះក៏បានធ្វើដំណើរមកជួប Fern ហើយដោយ Firen នេះក៏បានសួរទៅកាន់ Fern ថាតើ Fern នឹងតែងតែមកវឹកហាត់នៅក្នុងព្រៃនេះមែន Fern បន្ទាប់ពីលើកបែបនេះនាងក៏បានតបទៅកាន់ Firen វិញថាសូម្បីតែ Firen នឹងក៏រកនាងមិនចង់ឃើញដែរ Firen នេះក៏បានគិតក្នុងចិត្តថានាងគឺមិនអាចមើលឃើញម៉ាណានៅក្នុងខ្លួនរបស់ Fern សោះដែល Fern នាងក៏អាចគ្រប់គ្រងលើម៉ាណារបស់នាងគឺពិតជាល្អខ្លាំងមែនទែនដែលសូម្បីតែ Firen ក៏មិនអាចមើលឃើញផងដែរពេលនោះដែរ Fern ក៏បាននិយាយថាហើយthធ្លាប់បានប្រាប់នាងថាបើសិនជានាងគឺអាចបំទុះរុនមួយនៅលើដុំថ្មនោះនាងនឹងខ្លាចទៅជាម៉ែកដ៏ត្រឹមត្រូវទៅ Firen នាងក៏បាននិយាយថាអូហើយthក៏ធ្លាប់និយាយអញ្ចឹងមែននិយាយមិនទាន់ចប់ផងក៏ស្រាប់តែ Fern បានប្រើប្រាស់ជាមួយនឹងវេទមន្តរបស់នាងបាញ់សម្ដៅទៅកាន់ដុំថ្មនៅខាងមុខប៉ុន្តែថាមពលរបស់នាងក៏ត្រូវបានរលាយមួយរំពេចដែល Fern ក៏បានប្រាប់ទៅកាន់ Firen ដែលថាដូចជា Firen បានឃើញអញ្ចឹងគឺថាមពលរបស់នាងក៏បានរលាយដែលមិនទាន់ទាំងដល់ដុំថ្មផងហើយក៏បន្តសួរទៅកាន់ Firen ទៀតថាតើនាងគួររៀនដូចម្តេចទៅអាចមកទូដុំថ្មនៅខាងមុខនេះបានហើយពេលនោះដែរ Firen នាងក៏បានសួរទៅកាន់ Fern ថាតើ Fern នឹងគឺចូលចិត្តវេទមន្តដែរឬទេ Fern ក៏បានតបទៅវិញថានាងគឺចូលចិត្តបន្តិចបន្តួចហើយ Firen ក៏បានគិតក្នុងចិត្តថាគឺពិតជាដូចនាងខ្លាំងមែនទែនហើយរឿងក៏បានកាត់ចូល Firen ជាមួយនឹង Fern កំពុងតែនិយាយគ្នានៅមុខជ្រោះមួយដែល Firen នាងក៏បាននិយាយថាសម្រាប់រយៈចម្ងាយវេទមន្តដែលពួកយើងកើតបញ្ចេញបាននោះគឺវារួមបញ្ចូលគ្នានៅកត្តាចំនួន3យ៉ាងដ៏សំខាន់សម្រាប់ Mac ទី1គឺបរិមាណនៃម៉ាណានិងទី2គឺជាកម្លាំងដែលយើងបានបាញ់ចេញហើយនឹងមានកម្រិតគ្រប់គ្រាន់ទៅលើវាហើយ Firen នាងក៏បានបន្តនិយាយទៀតថាសម្រាប់ម៉ាណាដែល Fern បាញ់ចេញនោះគឺបានរលាយដោយសារតែម៉ាណារបស់នាងគឺមិនគ្រប់គ្រាន់នោះឯងតែយ៉ាងណាក៏ដោយ Fern ក៏នៅតែប្រើប្រាស់នៅរយៈពេលជាច្រើនឆ្នាំដើម្បីក្លាយជាអ្នកវេទមន្តដ៏អស្ចារ្យបើយ៉ាងណាក៏ដោយការគ្រប់គ្រងវេទមន្តរបស់ Fern គឺពិតជាល្អណាស់អាចនិយាយបានថាគឺជាវេទមន្តកម្រិតខ្ពស់បន្តមកទៀត Firen ក៏បានជួយបង្រៀន Fern រយៈពេល4ឆ្នាំក្នុងការប្រើប្រាស់នៅវេទមន្តហើយរឿងក៏បានកាត់ចូលនៅពេលមួយដែលយើងបានឃើញថា Hyther គាត់ក៏បានចូលមកសួរទៅកាន់ Firen ថាតើ Firen នឹងបង្រៀន Fern នឹងដោយរលូនអត់ដោយ Firen ក៏បានតបទៅវិញថាសម្រាប់ Fern វិញគឺនាងវឹកហាត់នឹងគឺខ្លាំងជាងមនុស្សធម្មតានឹងជាច្រើនដងឯណោះតែ Firen នៅតែរំលឹកទៅកាន់ Hyther ថាសម្រាប់នាងគឺខំរៀនពេកវាគឺមិនល្អនោះឡើយទើប Hyther ក៏បាននិយាយថាថ្មីនេះ Fern ចំណាយរយៈពេលទាំងអស់របស់នាងដើម្បីចូលទៅក្នុងព្រៃដែលមើលទៅ Fern ក៏ពិតជាស្រឡាញ់វេទមន្តខ្លាំងមែនទែនឬចឹង Firen ក៏បាននិយាយថាយ៉ាងណាក៏ដោយក៏នាងនៅតែមានផ្លូវដ៏វែងឆ្ងាយទៀតដើម្បីក្លាយជាអ្នកវេទមន្តដ៏ត្រឹមត្រូវហើយរឿងក៏បានកាត់បង្ហាញឃើញថានៅពេលនេះដែរ Hyther គាត់កំពុងតែឈឺខ្លាំងមែនទែនចំណែកខាងក្រៅនៅវិញ Meg ក៏កំពុងតែរកភ្លេងដូចគ្នាដូច្នេះហើយទៅ Firen ក៏បានទៅហៅ Fern នឹងត្រឡប់មកផ្ទះវិញក៏ព្រោះតែ Fern នឹងក៏បានវឹកហាត់នៅក្នុងព្រៃអស់រយៈពេលជាច្រើនថ្ងៃរួចទៅហើយប៉ុន្តែ Fern គឺមិនបានត្រឡប់ទៅវិញជាមួយនឹង Firen នោះឡើយដែលនាងក៏បាននិយាយថាពីមុនស្រុកកំណើតរបស់នាងត្រូវបានវាយប្រហារទៅដោយពពួកបិសាចដែលធ្វើឲ្យឪពុកម្ដាយរបស់នាងគឺត្រូវបានស្លាប់បាត់បង់ជីវិតទាំងអស់ចឹងហើយ Fern ក៏នាងមានគំនិតចង់សម្លាប់ខ្លួនប៉ុន្តែនៅពេលដែលនាងរៀបនឹងលោតចុះទៅខាងក្រោមហើយនោះក៏ស្រាប់តែ Hyther បានបង្ហាញខ្លួនក៏ដូចជាបានប្រាប់ទៅនាងថាអ្វីបានជា Fern នឹងគឺចង់សម្លាប់ខ្លួនតែនាងគឺមិនស្ដាយជីវិតទេមែនហើយគាត់ក៏បានរំលឹកចេញអំពីមិត្តភក្តិរបស់គាត់ម្នាក់ដែលគាត់នឹងគឺពិតជាចង់ឲ្យគេរស់នៅបានយូរខ្លាំងមែនទែនប៉ុន្តែគេគឺបានស្លាប់ចោលគាត់បាត់ទៅហើយវាក៏ធ្វើឲ្យគាត់គឺពិតជាពិបាកចិត្តខ្លាំងមែនទែនបន្ទាប់ពីលើបែបនេះហើយ Fern នាងក៏បានគិតសារឡើងវិញក៏ដូចជាបានសម្រេចចិត្តថានាងគឺមិនចង់ស្លាប់ទៀតនោះទេហើយ Hyther គាត់គឺមិនចង់ស្លាប់នោះទេព្រោះតែបើសិនជាគាត់ស្លាប់នោះគាត់នឹងទុកឲ្យ Fern នឹងគឺនៅម្នាក់ឯងហើយដោយសារតែបែបនេះហើយទើបនាងគឺខំប្រឹងប្រែងរៀនវេទមន្តបែបនេះដោយសារតែនាងគឺចង់ឲ្យខ្លួនឯងខ្លាំងនឹងអាចរស់នៅដោយម្នាក់ឯងបានដែលមិនឲ្យ Hyther នឹងគឺគាត់បារម្ភចេះអំពីសុខភាពរបស់នាងនោះឡើយរយៈពេលជាច្រើនថ្ងៃបានកន្លងផុតទៅដែលយើងមិនឃើញថានៅពេលនេះដែរ Fern ក៏នាងបានសាកល្បងបាញ់ជាមួយនឹងវេទមន្តរបស់នាងទៅកាន់ដុំថ្មនោះម្ដងទៀតហើយម្ដងនេះដែរនាងក៏អាចធ្វើវាបានសម្រេចតែរឿងក៏បានកាត់ចូលក្នុងផ្ទះរបស់ Hyther ដែលយើងមិនឃើញថានៅពេលនេះដែរ Firen នាងក៏បានបោះនៅក្រដាសមួយទៅកាន់ Hyther ក៏ដូចជាបាននិយាយថាវាគឺជាអក្ខរាវិរុទ្ធដែលធ្វើយើងគឺមានជីវិតអមតៈពេលឮចឹង Hyther គាត់ក៏បាននិយាយថាការស្លាប់គឺវាគឺជារឿងធម្មតាហើយគាត់ក៏មិនដឹងទេថាតើលើโลกនេះបែរជាមាននៅអក្ខរាវិរុទ្ធបែបនេះទៅវិញហើយនៅពេលដែលមានគេបោះនៅអក្ខរាវិរុទ្ធនេះទៅលើខ្លួនគាត់នោះពេលឮចឹង Firen នាងក៏បានសួរថាចុះតើគាត់ធ្វើដូចម្ដេចប៉ុន្តែ Hyther គាត់ក៏បានដូរប្រធានបទដោយបាននិយាយថាតើលើនេះ Fern នៅឯណាទៅ Firen នាងក៏បាននិយាយថា Fern នៅលើកំពុងតែរៀនប្រើប្រាស់នៅវេទមន្តរបស់នាងក៏ដូចជាបានកែលម្អទៅលើវាផងដែរពេលនោះទៅ Hyther គាត់ក៏បាននិយាយថាពេលនេះប្រហែលជា Firen ក៏អាចនាំ Fern ទៅជាមួយបានហើយទៅ Firen នាងក៏បាននឹកឃើញអំពីនាងដែលបាននិយាយជាមួយនឹង Hyther ដែលបាននិយាយថាគឺនាងនឹងគឺមិនអាចនាំ Fern នឹងទៅផ្សងព្រេងជាមួយនឹងនាងបាននោះឡើយប៉ុន្តែដោយសារតែ Firen នាងក៏បានបង្វឹកទៅកាន់ Fern អស់រយៈពេលជាង4ឆ្នាំនោះទៅ Firen នាងក៏មានកូនចិត្តមួយចង់ទទួល Fern នឹងនៅជាមួយនឹងនាងផងដែរទៅ Firen នាងក៏បាននិយាយថាគឺ Hyther នឹងបានបោកនាងទៅពីនោះ Hyther គាត់ក៏បាននិយាយថាការទូទាត់របស់ Firen ទៅលើ Decrypt នឹងគឺនៅក្នុងថតតុករបស់គាត់
ហើយយើងក៏មិនដឹងទេថា decrypt នឹងគឺជាអីហើយ hater ក៏បានបន្តនិយាយទៀតថាដូចជា Firen គឺបានឃើញគាត់អញ្ចឹងគាត់គឺប្រហែលជាមិនអាចឆ្លងផុតអំពីយប់នេះបាននោះឡើយដូច្នេះហើយទើបគាត់គេចង់ឲ្យ Firen នឹងគឺនាំ Fern នឹងធ្វើដំណើរផ្សងព្រេងជាមួយក៏ព្រោះតែគាត់នឹងក៏មិនចង់ឲ្យ Fern នឹងទទួលបានបទពិសោធន៍ក្នុងការបាត់បង់អ្នកដទៃនោះទេបន្ទាប់ពី Firen នឹងក៏បានលើកបែបនេះហើយនាងក៏បានតបទៅកាន់ hater វិញថា Fern នឹងគឺមិនទាន់ត្រៀមខ្លួនលា hater នោះទេហើយ Firen ក៏បានបន្តនិយាយទៀតថាហេតុអ្វីបានជាគាត់ធ្វើវាមុនពេលដែលគាត់ស្លាប់គាត់គឺបានផ្ដល់នៅពេលវេលាដ៏សប្បាយនៃការចងចាំដែលនាងគឺមិនអាចបំភ្លេចបានតែហេតុអ្វីបានជាគាត់ស្លាប់ចោលនាងហើយយើងក៏បានឃើញថានៅពេលនេះដែរ Firen ក៏កំពុងតែយំខ្លាំងមែនទែនមុននឹង hater គាត់ស្លាប់គាត់ក៏បាននឹកឃើញអំពីអនុស្សាវរីយ៍ជាច្រើនក៏ដូចជាបាននឹកឃើញអំពីពេលមួយដែល Himmel ក៏បានទៅជួយនៅក្មេងប្រុសម្នាក់ដែលគាត់ក៏បាននិយាយទៀតថាហេតុអ្វីបានជា Himmel នឹងគាត់បានក្លាយជា hero តែរឿងបន្ទាប់ក៏គេបង្ហាញថានៅពេលនេះដែរ hater គាត់ក៏បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយតែ Fern និង Firen ក៏កំពុងតែនៅមុខនៅសល់របស់ hater ក៏ដូចជាបានចាក់ស្រាយគាត់ផងដែរហើយសាច់រឿងបំណងប្រាថ្នារបស់ Firen ក៏បានចប់ត្រឹមតែប៉ុណ្នេះហើយខ្ញុំក៏ពិតជា sorry អ្នកគ្នាខ្លាំងមែនទែនដែលបានចេញវីដេអូយឺតក៏ព្រោះតែនៅខាងនេះគឺគេចាក់បាសខ្លាំងមែនទែនហើយ7ថ្ងៃនេះវាចាក់បាសចប់គ្នារហូតហ្នឹងហើយក៏ sorry ផងដែរសម្រាប់សំឡេងរំខានក៏ព្រោះតែខ្ញុំគឺអត់មានចម្រោះទេតែបើថាអត់ធ្វើទេគឺចប់តែម្ដងក៏ព្រោះតែ channel របស់ខ្ញុំគឺខានផុសវីដេអូ7ថ្ងៃជាងមកតែហើយក៏សាច់រឿងមួយនេះក៏អត់បានដល់ទីបញ្ចប់ដែរគឺខ្ញុំធ្វើបានតែពាក្យកណ្ដាលទេក៏ព្រោះតែគឺខានផុសយូរអញ្ចឹងទៅធ្វើបានប៉ុណ្ណាគឺប៉ុណ្ណឹងទៅហើយក៏បាយបាយអ្នកគ្នាជួបគ្នាក្នុងវីដេអូក្រោយទៀត